Bà xua đây bây mà từng ở kiaថ្ងៃនេះគឺយើងវិលត្រឡប់មកជួបគ្នាវិញហើយកម្មវិធីនេះខ្ញុំបានធ្វើ2វីដេអូទៅហើយតែមិនទាន់មានឈ្មោះឥឡូវខ្ញុំសម្រេចដាក់ឈ្មោះកម្មវិធីនេះថាកំណត់ហេតុសង្គ្រាមឆ្នាំ2025ដែលខ្ញុំគិតថានឹងធ្វើនៅវីដេអូខ្លីៗដើម្បីបង្ហាញអំពីទស្សនវិជ្ជាឬក៏កំណត់ហេតុផ្សេងៗដែលតាក់ទងជាមួយនឹងសង្គ្រាមរវាងកម្ពុជាហើយនិងសៀមបាទអញ្ចឹងថ្ងៃនេះយើងមានរូបភាពមួយដែលអ្នកទាំងអស់គ្នាក៏ធ្លាប់បានឃើញនៅតាម Facebook ហើយនឹងប្រព័ន្ធបណ្ដាញផ្សេងហើយមើលទៅបាទហើយយោងតាមប្រភពច្បាស់ការមួយគឺដែលខ្ញុំបានដកស្រង់ចេញមកពីក្រមគាំទ្រកងកម្លាំងប្រដាប់អាវុធតាមព្រំដែនកម្ពុជាថៃដែលជាប្រភពមួយច្បាស់ការដែលយើងអាចជឿទុកចិត្តបាននេះបាទបានដាក់ចូលទៅក្នុងក្រុម Telegram ឬក៏ Channel Telegram របស់គាត់នោះដោយបាននិយាយថាយោងតាមលោកនរសិង្ហហ្នឹងគាត់បានលើកឡើងថារូបសំណាកព្រះវិស្ណុដែលយោធាសៀមកំទេចនោះគឺកសាងនៅឆ្នាំ2015នៅខាងលើខ្នងភ្នំអានសេះជាស្នាដៃជាងម្នាក់ឈ្មោះថាសុខានោះដែលគាត់ជាអ្នកគូប្លង់ដោយលោកសុកចម្រើនអ្នកផ្ដួចផ្ដើមសាងសង់គឺលោកអុកញ៉ាទ្រីភិបដែលលោកបានបង្កើតការសាងសង់នេះឡើងដើម្បីឧទ្ទិសទៅដល់អាទិទេពលើខ្នងភ្នំអានសេះនេះនឹងសូមសិរីសួស្តីពរជ័យពីព្រះអង្គបាទអញ្ចឹងនេះគឺជារូបភាពហើយក៏ជាព្រះមួយអង្គដែលមានតួនាទីសំខាន់នៅក្នុងសាសនាហិណ្ឌូដែលគាត់ជាអ្នកថែរក្សាលោកបាទហើយយើងនឹងបង្ហាញអំពីរូបភាពមួយចំនួនដែលនៅល្អដែលមិនទាន់បានកំទេចដោយក្រុមទាហានឈ្លានពានរបស់សៀមបាទនេះគឺជារូបភាពរបស់ព្រះវិស្ណុហើយក៏មានវីដេអូមួយដែលសារព័ត៌មានឥណ្ឌាបានចុះផ្សាយទាក់ទងទៅនឹងការកំទេចរូបព្រះវិស្ណុរបស់ទាហានសៀមហ្នឹងបាទនេះគឺជាអំពើដ៏អសិលធម៌មួយហើយក៏វាប៉ះពាល់ទៅដល់សាសនាហិណ្ឌូយ៉ាងខ្លាំងជាពិសេសគឺប្រទេសកម្ពុជាយើងហើយបូករួមទាំងប្រទេសឥណ្ឌាផងដែរដែលជាប្រទេសមួយដែលកាន់សាសនាហិណ្ឌូធំជាងគេនៅក្នុងពិភពលោកហើយក៏ដូចជាយើងបានដឹងស្រាប់ហើយថានៅក្នុងប្រទេសកម្ពុជាយើងមុននឹងកាន់សាសនាពុទ្ធគឺយើងបានកាន់សាសនាហិណ្ឌូបាទកាន់សាសនាហិណ្ឌូហើយមកដល់បច្ចុប្បន្ននេះក៏យើងនៅតែកាន់សាសនាហិណ្ឌូដដែលដោយសារតែសាសនាហើយនឹងហិណ្ឌូហ្នឹងគឺកាន់ជាមួយគ្នាតែម្ដងបើយើងក៏លេខតាមវត្តអារាមយើងអាចមើលដឹងហើយថាខ្លោងទ្វារវត្តរបស់យើងឬក៏នៅតាមជញ្ជាំងវត្តបាទមានក្បាច់ភ្ញីភ្លើងមានរូបគ្រុឌមានរូបនាគបាទផ្សេងដែលទាំងអស់នេះគឺជាកម្មសិទ្ធិរបស់សាសនាហិណ្ឌូនឹងឯងហើយមួយទៀតតកតងទៅនឹងការរៀបពិធីមង្គលការបាទមានកម្មវិធីបវល7មានកម្មវិធីសាសនាហិណ្ឌូជាច្រើនដែលមាននៅក្នុងពិធីមង្គលការហ្នឹងលាយជាមួយនឹងសាសនាព្រះពុទ្ធផងដែរហើយក្នុងកម្មវិធីមង្គលការនោះទៀតសោតក៏អាចនឹងមានសាសនាផ្សេងទៀតដូចជាសាសនាគ្រឹះជាដើមនៅពេលដែលយើងកាត់នំអញ្ចឹងជាទូទៅប្រជាជនកម្ពុជាយើងគឺមាន3សាសនានឹងចូលគ្នាតែម្ដងនៅក្នុងពិធីមង្គលការបាទដែលភាគច្រើនហើយចំពោះការ
រៀបអាពាហ៍ពិពាហ៍ចំពោះសាសនាផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាក៏មានដែរដូចជាសាសនាអ៊ីស្លាមបងប្អូនអ៊ីស្លាមយើងហ្នឹងហើយនឹងចិនអ្នកកាន់ដែលជាកាត់ចិនហ្នឹងគាត់មានប៉ាយចិនប៉ាយអីជាដើមអញ្ចឹងទៅបាទអញ្ចឹងនេះគឺជារូបសំណាកព្រះវិស្ណុដ៏ប្រសើរដ៏ល្អណាស់ដែលត្រូវបានបំផ្លាញដោយទាហានសៀមហើយខ្ញុំក៏មានវីដេអូមួយដែលបង្ហាញអំពីការផ្សាយរបស់ជនជាតិឥណ្ឌានៅតាមកញ្ចក់ទូរទស្សន៍បាទនេះណាបាទកញ្ចក់ទូរទស្សន៍ NDTV នៅក្នុងប្រទេសសៀមបាទនៅក្នុងប្រទេសសៀមបាទអញ្ចឹងនៅក្នុងនេះខ្ញុំចង់បញ្ជាក់ផងដែរតកតងទៅនឹងព្រះវិស្ណុដោយយោងទៅតាមគេហទំព័រមួយដែលគេនិយមតែស្រាវជ្រាវនិងនិយមមើលនោះគឺគេហៅថាគេហទំព័រ Wikipedia បាទគេហទំព័រ Wikipedia នេះគឺគាត់បាននិយាយបាទអំពីសាសនាហិណ្ឌូក៏ដូចជាព្រះវិស្ណុដែលគាត់គឺជាព្រះមួយអង្គបាទនេះដូចដែលខ្ញុំបានបង្ហាញនេះពួកអ្នកទាំងអស់គ្នាអាចមើលបានបាទព្រះវិស្ណុហ្នឹងបាទចំពោះនៅក្នុងអត្ថបទនេះគឺវែងបាទហើយខ្ញុំក៏សូមអានសង្ខេបដោយខ្លីសម្រាប់អ្នកទាំងអស់គ្នាដើម្បីងាយយល់បាទដើម្បីងាយយល់អញ្ចឹងសម្រាប់ប្រទេសឥណ្ឌាហ្នឹងព្រះវិស្ណុបាទព្រះវិស្ណុគឺមិនត្រឹមតែជាតួអង្គទេវកថានៅក្នុងរឿងនោះប៉ុណ្ណោះទេប៉ុន្តែទ្រង់នឹងគឺជាព្រះមួយអង្គឬក៏សសរស្តម្ភដ៏សំខាន់មួយនៃសាសនាហិណ្ឌូនិងផ្នែកមួយដ៏ស៊ីជម្រៅនៃអត្តសញ្ញាណវប្បធម៌និងស្មារតីរបស់ជនជាតិឥណ្ឌាដល់ទៅរាប់លានអ្នកឯណោះអ្នកទាំងអស់គ្នាបាទហើយនៅក្នុងនោះព្រះវិស្ណុតួនាទីរបស់គាត់គឺជាអ្នកថែរក្សាពិភពលោកបាទទាំងមូលណានៅក្នុងជំនឿត្រីមរតិរបស់ឥណ្ឌាហ្នឹងដែលរួមមានព្រះព្រហ្មដែលជាអ្នកបង្កើតលោកព្រះសិវៈជាអ្នកបំផ្លាញលោកហើយព្រះវិស្ណុហ្នឹងមានតួនាទីជាអ្នកថែរក្សានិងការពារសកលលោកយើងហ្នឹងដើម្បីឲ្យមានតុល្យភាពរវាងអំពើល្អនិងអំពើអាក្រក់ដើម្បីធានាថាពិភពលោកនៅតែបន្តមានទៅមុខទៀតបាទនេះគឺជាតួនាទីរបស់ព្រះវិស្ណុនេះចំពោះនៅក្នុងនេះគឺខ្ញុំសង្ខេបទេដែលខ្ញុំបានអានរួចហើយខ្ញុំក៏សង្ខេបខ្លីដើម្បីងាយយល់ទាំងអស់គ្នាបាទអញ្ចឹងមែនទែនទៅគ្រប់មនុស្សទាំងអស់ដែលឬក៏គ្រប់សាសនាទាំងអស់ដែលមាននៅលើសកលលោកនេះគឺមិនអប់រំឲ្យមនុស្សប្រព្រឹត្តអំពើអាក្រក់នោះទេណាស់តែអ្នកដែលកាន់សាសនាហ្នឹងគាត់មិនបានអនុវត្តតាមតែងតែធ្វើលើសពីគោលការណ៍ឬក៏និយមរបស់សាសនាដូច្នេះហើយពួកយើងទាំងអស់គ្នាគប្បីគួរតែប្រព្រឹត្តអំពើល្អដែលជាសិលធម៌បាទដូចជាទង្វើយោធាសៀមនេះជាដើមគាត់បាទពួកទាហានហ្នឹងបាទហៅពួកវាត្មងទៅដោយសារដូចជាថ្មិលអញ្ចឹងបាទពួកវានេះវាបំផ្លាញបាទខ្ទេចខ្ទីអស់បាទមិនថាផ្ទះសម្បែងប្រជាជនមិនថាប្រាសាទជាពិសេសបាទប្រាសាទតាកបីហ្នឹងឮថារៀបដល់ដីទៅហើយបាទហើយប្រាសាទព្រះវិហារទៀតបាទអញ្ចឹងអំពើដ៏សាហាវឃោរឃៅនិងអមនុស្សធម៌ទាំងនេះបាទវាប្រកបជាហុចផលឬក៏អំពើបាបទៅដល់បុគ្គលណាដែលប្រព្រឹត្តនឹងឯងហើយក្រៅពីនេះខ្ញុំក៏សូមអរគុណហើយនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណច្រើន